ស្នេហាគឺស្រស់បំព្រងស្នេហាធ្វើឲ្យមនុស្សខ្វាក់ភ្នែកហើយស្នេហាគឺជាអាវុធនិយមន័យស្នេហាមានច្រើនរហូតដល់មិនអាចពណ៌នាបានមនុស្សរឹតតែស្រឡាញ់រឹតតែហួងហែងរឹតតែប្រច័ណ្ឌភ្លើងប្រច័ណ្ឌបានធ្វើឲ្យមនុស្សខ្លះមិនអាចគ្រប់គ្រងនៅអារម្មណ៍របស់ខ្លួនបានគិតខុសរហូតដល់ពេលខ្លះដោយសារតែភ្លើងប្រច័ណ្ឌនេះបានធ្វើឲ្យពួកគេប្រើអំពើហិង្សាដាក់គ្នាឬអាចនឹងឈានទៅរកការកាប់សម្លាប់ដៃគូទៀតក៏មានដែរដោយសារតែកំហឹងមួយគ្រាបានធ្វើឲ្យខ្លួនឯងព្រមទាំងមនុស្សដែលជាទីស្រឡាញ់ត្រូវមានវិបដិសារីបាត់បង់ជីវិតជាដើមដោយមិនអាចស្រោចស្រង់វិញបានឡើយហើយគ្រប់ឧទាហរណ៍ទាំងអស់ដែលខ្ញុំបានលើកឡើងមកនេះគឺបានកើតឡើងជាច្រើនករណីមកហើយនៅក្នុងសង្គមសពថ្ងៃនេះក៏ដូចជារឿងដែលខ្ញុំនឹងលើកយកមកនិយាយក្នុងពេលបន្តិចទៀតនេះជាដើមរឿងនេះបានកើតឡើងចំពោះអ្នកជិតខាងរបស់ខ្ញុំម្នាក់ដែលកាលពីមុនគាត់និងក្រុមគ្រួសាររបស់គាត់បានទៅទិញផ្ទះមួយកន្លែងហើយក៏បំណងនៃការទិញផ្ទះមួយនោះគឺព្រោះតែសាលាដែលកូនរបស់ពួកគាត់រស់នៅគឺនៅជិតផ្ទះនោះដើម្បីសម្រួលដល់ការធ្វើដំណើររបស់កូនពួកគាត់ក៏សម្រេចចិត្តទិញផ្ទះមួយក្នុងនោះផ្ទះមួយនោះមានទីធ្លាធំទូលាយទាំងបរិយាកាសនៅជុំវិញផ្ទះទាំងម៉ូដផ្ទះទាន់សម័យគឺពិតជាចង់រស់នៅជាខ្លាំងនៅថ្ងៃដំបូងដែលគ្រួសាររបស់គាត់រើទៅនៅផ្ទះនោះប្រពន្ធរបស់គាត់មានអារម្មណ៍ថាដូចជាចម្លែកនៅក្នុងចិត្តរកថាមិនត្រូវហើយសមាជិកផ្សេងទៀតនៅក្នុងគ្រួសាររបស់គាត់ក៏មានអារម្មណ៍ដូចគ្នាដែរនៅថ្ងៃដំបូងក្នុងកំឡុងពេលដែលកំពុងតែរៀបចំរបស់របរនៅក្នុងបន្ទប់រៀងខ្លួនក៏ស្រាប់តែគ្រប់គ្នាភ័យស្លន់ស្លោរត់ចេញពីបន្ទប់ទៅបន្ទប់ទទួលភ្ញៀវនៅពេលដែលបានឮសំឡេងស្រែកយ៉ាងខ្លាំងចេញមកពីបន្ទប់ទទួលភ្ញៀវព្រោះគេទាំងអស់គ្នាគិតថាសមាជិកនៅក្នុងផ្ទះបានទទួលគ្រោះថ្នាក់អ្វីមួយហើយសំឡេងនោះគឺជាសំឡេងរបស់មនុស្សស្រីដែលស្រួយស្រេះហើយស្ដាប់ទៅគួរឲ្យស្រីវឆ្អឹងខ្នងទៀតផងខណៈនោះនាងព្រមទាំងប្អូនរបស់នាងពេលដែលការសំឡេងនោះគឺកំពុងតែនៅក្នុងបន្ទប់ដែលនៅជាន់ខាងលើប៉ុន្តែសំឡេងដែលបានឮនោះគឺបន្លឺចេញមកពីជាន់ខាងក្រោមដែលត្រូវជាបន្ទប់ទទួលភ្ញៀវកណ្ដាលផ្ទះនេះតែម្ដងប៉ុន្តែដោយចោះមកមិនឃើញមាននរណាគេកើតអីហើយក៏ថាប្រហែលមកពីអ្នកជិតខាងគេបើកទូរទស្សន៍ឮខ្លាំងពេកទើបបានជាឮមកដល់នេះបន្ទាប់មកគ្រប់គ្នាក៏ត្រឡប់ទៅវិញធ្វើការរបស់ខ្លួនរៀងខ្លួនទៅក្រោយពីនោះមកគ្រប់យ៉ាងក៏ដំណើរការទៅតាមធម្មតាមើលទៅគ្មានខុសប្រក្រតីអ្វីឡើយរហូតទាល់តែយប់ព្រលប់បន្តិចដែលសមាជិកនៅក្នុងផ្ទះកំពុងតែអង្គុយញ៉ាំបាយជុំគ្នានៅក្នុងផ្ទះបាយក៏ស្រាប់តែឮសំឡេងស្រែកចម្លែកនោះបន្លឺឡើងមកម្ដងទៀតលើកនេះសំឡេងនោះស្រែកថាអូយតែមួយម៉ាត់តែលើកនេះសំឡេងនេះបង្អស់វែងរហូតដល់ព្រឺសម្បុរគ្រប់គ្នាមើលមុខគ្នាប៉ុន្តែគ្មាននរណានិយាយអ្វីចេញសូម្បីតែមួយម៉ាត់គិតនៅក្នុងចិត្តរៀងខ្លួនថាវាដូចជាមានអ្វីមិនស្រួលហើយសំឡេងនោះស្ងាត់បាត់ទៅមួយសន្ទុះធំពួកគាត់ទាំងអស់គ្នាក៏ព្យាយាមបំភ្លេចចោលនៅសំឡេងមួយនោះហើយគិតថាប្រហែលវាមានប្រភពចេញមកពីផ្ទះអ្នកជិតខាងរួចក៏បន្តញ៉ាំបាយរបស់ពួកគាត់បន្តទៀតប៉ុន្តែរំពេចនោះខ្យល់ក៏បក់បោកមកយ៉ាងខ្លាំងបានធ្វើឲ្យបង្អួចនៅក្នុងផ្ទះទាំងអស់បិទជិតដោយមិនអាចបើកទៅវិញបានទោះបីជាប៉ារបស់គាត់ព្យាយាមបើកបង្អួចយ៉ាងណាក៏ដោយក៏បង្អួចនៅតែបិទជិតហើយស្របពេលជាមួយគ្នានោះដែរសំឡេងស្រែកអូយរបស់មនុស្សស្រីបានបន្លឺឡើងមកម្ដងទៀតហើយលើកនេះគឺកាន់តែខ្លាំងជាងមុនទៅទៀតប៉ុន្តែនៅលើកនេះមិនមែនមានតែសំឡេងតែប៉ុណ្ណោះទេគឺមានទាំងរូបរាងកាយបង្ហាញឡើងទៀតផងរូបភាពនេះធ្វើឲ្យពួកគាត់គ្រប់គ្នាស្ទើរតែកាំងបេះដូងជ្រុះស្លាប់ព្រាបាយចេញពីដៃនៅពេលដែលឃើញស្ត្រីម្នាក់ស្លៀកឈុតពណ៌ក្រហមដេកស្រែកដោយការឈឺចាប់នៅកណ្ដាលបន្ទប់ទទួលភ្ញៀវឈាមស្រស់ហូរចេញពីខ្លួនរបស់នាងនៅទល់មុខនាងមានបរិសុទ្ធមាធំម្នាក់កំពុងតែកាន់កាំបិតមុតស្រួចមួយចាក់ទៅលើរាងកាយរបស់នាងដោយខឹងសម្បាបើតាមមើលទៅគេដូចជាមានអ្វីចង់ប្រាប់ដល់ក្រុមគ្រួសាររបស់គាត់ដែលបង្ហាញឲ្យឃើញជាសកម្មភាពបុរសម្នាក់នោះស្រែកឡើងទាំងខឹងថាស្លាប់ទៅស្រីចង្រៃ
និយាយរួចគេក៏យកកំបិតចាក់ទៅលើខ្លួនស្ត្រីម្នាក់នោះរីឯស្ត្រីម្នាក់នោះវិញស្រែកដង្ហោយចេញដោយការឈឺចាប់បរិសម្នាក់នោះចាក់ទៅលើរាងកាយនាងម្ដងហើយម្ដងទៀតមួយកំបិតហើយមួយកំបិតទៀតរហូតដល់ស្ត្រីម្នាក់នោះលែងរើបំរាស់ព្រមទាំងឈប់ស្រែកបន្ទាប់មកប្រុសម្នាក់នោះក៏យកកំបិតប៉ាំងតោទៅកាប់ចិញ្ច្រាំសាកសពរបស់ស្ត្រីនោះជាដុំហើយបោះដុំសាច់ទាំងនោះមកចំកន្លែងដែលក្រុមគ្រួសារកំពុងតែឈរមើលហេតុការណ៍ដ៏គួរឲ្យរន្ធត់នោះម្នាក់នាំគ្នាឈរត្រឹងចង់ហាមកស្រែកក៏ស្រែកមិនរួចព្រោះហេតុការណ៍ដែលពួកគាត់បានឃើញនោះវាដូចជាស្រស់ពេកមើលឃើញគេសម្លាប់មនុស្សនៅនឹងមុខបែបនេះតើនរណាមិនតក់ស្លុតបន្ទាប់ពីនោះមកបុរសម្នាក់នោះក៏បានយកកំបិតទៅចាក់សម្លាប់ខ្លួនឯងផងដែរប៉ុន្តែហេតុការណ៍ដ៏រន្ធត់ញាប់ញ័រនេះមិនបញ្ឈប់ត្រឹមនេះទេព្រោះក្រោយពីប្រុសនិងស្រីនោះស្លាប់ហើយនៅសុកប្រុសម្នាក់នោះក៏ក្រោកឡើងវិញហើយដើរសម្ដៅមកកាន់ក្រុមគ្រួសាររបស់គាត់គេសម្លក់ទៅក្រុមគ្រួសារនោះដែលកៅភ្នែករបស់គេពោពេញទៅដោយឈាមក្រហមឆ្អៅហើយស្រែកមកកាន់ពួកគាត់យ៉ាងខ្លាំងស្ទើរតែរំជួយផ្ទះថាពួកឯងឆាប់ចេញទៅហេតុការណ៍នេះបានធ្វើឲ្យគ្រប់គ្នាបិទមាត់បញ្ចិតដូចមនុស្សគោមួយសន្ទុះក្រោយរូបភាពដែលនៅចំចំពោះមុខពួកគាត់នោះក៏បានរលាយបាត់ទៅក្រុមគ្រួសារនេះស្រឡាំងកាំងអស់មួយសន្ទុះបន្ទាប់មកកម្លាំងខ្យល់ក៏បានរុញមកអួចឲ្យរបើកវិញបន្ទាប់ពីហេតុការណ៍ដែលបានកើតឡើងនៅចំពោះមុខដែលមួយជីវិតនេះមិនដែលជួបសោះភ្លាមនោះក្រុមគ្រួសាររបស់គាត់ក៏បានរត់ចេញពីផ្ទះនោះទាំងយប់យ៉ាងលឿនក្រោយមកបន្ទាប់ពីពួកគាត់ទៅសាកសួរអ្នកជិតខាងអំពីប្រវត្តិផ្ទះមួយនេះទើបពួកគាត់ដឹងថាម្ចាស់ផ្ទះនេះពីមុនគឺជាបុរសម្នាក់ដែលបានសម្លាប់ប្រពន្ធរបស់ខ្លួនដោយកាត់ខ្លួនជាដុំហើយបោះចោលនៅពាសពេញផ្ទះរួចហើយគេក៏សម្លាប់ខ្លួនទៅតាមក្រោយដែររឿងនេះវាបានកើតឡើងដោយសារតែភ្លើងកំហឹងនៃការប្រច័ណ្ឌប្រពន្ធរបស់ខ្លួនដែលលួចទៅមានសហាយជួនថ្ងៃខ្លះអ្នកភូមិដែលនៅម្ដុំនោះតែងតែឮសំឡេងស្រែកឲ្យគេជួយឡើងត្រហឹងពេលខ្លះនៅពេលថ្ងៃដែលអ្នកជិតខាងដើរកាត់ផ្ទះនោះក៏ស្រាប់តែឃើញពីអ្នកប្តីប្រពន្ធនោះឈរមើលពីក្នុងបន្ទប់ជាន់ខាងលើមកលឹមមករកពួកគេក្នុងកៅភ្នែកគួរឲ្យខ្លាចពេលខ្លះទៀតក៏ឮនៅសំឡេងឆ្កែលូនៅម្ដុំក្បែរផ្ទះនោះរហូតដល់អ្នកជិតខាងម្ដុំនោះលែងហ៊ានដើរសម្លឹងទៅកាន់ផ្ទះនោះទៀតបន្ទាប់ពីនោះមកក្រុមគ្រួសាររបស់គាត់ក្រោយពីបានដឹងរឿងអំពីអ្នកជិតខាងរួចក៏បានទៅនិមន្តព្រះសង្ឃឲ្យសូត្រធម៌ឧទ្ទិសកុសលឲ្យវិញ្ញាណខ្មោចទាំងពីរនាក់នោះបន្ទាប់ពីនោះមកគាត់ក៏បានដាក់ផ្លាកលក់ផ្ទះនោះចោលទៅឯរឿងហេតុបន្តទៀតពួកគាត់ក៏មិនដឹងថាម្ចាស់ផ្ទះថ្មីអាចនឹងជួបរឿងបែបនេះដូចជាពួកគាត់ឬអត់ដែរ